Ok,សួស្តីអ្នកនរគ្នាដូចវីដេអូមុនខ្ញុំបានបង្ហាញថាខ្ញុំបានជិះទៅដើរលេងនៅពេលព្រឹកជាមួយនឹងក្រុម Cambodia Angkor Motorcyclist ឬក៏ CAM ទៅកាន់ដងដែកនៅចំថ្ងៃដែលខួប3ឆ្នាំរបស់ក្រុម PCR ដែលគាត់មកខាងខេត្តសៀមរាបអញ្ចឹងនៅពេលថ្ងៃក្រុម PCR គាត់បានអញ្ជើញក្រុមម៉ូតូទាំងអស់ដែលមកចូលរួមហ្នឹងជិះហែជាក្បួនជុំគ្នាទៅកាន់តំបន់ប្រាសាទនៅអង្គរធំហើយឥឡូវប្រហែលជាម៉ោង3កន្លះគឺខ្ញុំបានមកដល់សន្តាគារអីបានយើងចាំគ្នាដើម្បីត្រៀមចេញដំណើរទៅហើយរសៀលនឹងដែរមិនមែនមកម្នាក់ឯងទេដូចឃើញខ្ញុំឈរអញ្ចឹងបែរថាមានអ្នកថតឲ្យគឺខ្ញុំយកកូនប្រុសរបស់ខ្ញុំមកតាមដោយសារគាត់ក៏ស្រឡាញ់ម៉ូតូធំស្រឡាញ់ឡានស្ពណ៌អីដូចខ្ញុំដែរយល់ទៅគាត់ជឿជ្រុះមិនឆ្ងាយពីគល់ទេអញ្ចឹងយកគាត់មកជិះតាមគាត់ដូចជាប្រើឲ្យជួយថតហើយក៏អរគុណបងកាមេរ៉ាមែនខាងកម្មវិធីដែរដែលគាត់បានថតរូបជាប់ខ្ញុំបានមកប៉ុស្តិ៍ពីអ្នកកូនដែរទៅគ្រាន់ជាអនុស្សាវរីយ៍ពេលដែលគាត់ធំទៅគាត់ឃើញថាគាត់ធ្លាប់បានចូលរួមកម្មវិធីចឹងដែរហើយខ្ញុំខ្លួនឯងអត់បានថតអីច្រើនទេដោយសារតែរវល់តែសប្បាយអនឹងឃើញម៉ូតូស្អាតល្អច្រើនហើយតែស្រឡាញ់អញ្ចឹងក៏អត់សូវបានថតដែរបានតែឲ្យកូនកាមេរ៉ាអាក់សិនកាមេរ៉ាទៅកូនខ្ញុំកាន់ទៅគាត់ថតបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំកាត់ឲ្យអ្នកទាំងគ្នាមើលតែម្ដងហើយឥឡូវយើងមកដល់បឹងកាឡូហើយឬក៏សួនបរិយាដំណាក់ហ្នឹងគឺយើងជិះឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តសិនខ្ញុំជិះឃើញគេចេញមកក៏ចេញមកតាមគេដែរមែនតើគ្នាខ្ញុំនៅខាងក្រោយទាំងអស់អញ្ចឹងជិះចេះតែអើតរោមើលគ្នារហូតដែរពួកអីជិះដាច់គេម្នាក់ឯងពេលខ្លះពិបាកដែរអត់មានរូបផុសដូចថ្ងៃហ្នឹងអញ្ចឹងជិះដាច់គេពេកអញ្ចឹងបន្ទាប់ពីខ្ញុំជិះតាមផ្លូវហ្នឹងទៅរហូតទៅផ្លូវនេះហៅផ្លូវសាលគោលហើយយើងបន្តទៅអង្គរវត្តហ្នឹងដល់ខាងមុខតិចខ្ញុំក៏ឈប់ចាំគ្នាដែរដើម្បីចាំមើលថាមានគ្នាខ្ញុំមកនៅពួកអីបើយើងទៅដល់កន្លែងនោះយើងត្រូវរកកន្លែងឈប់ជុំគ្នាយើងប៉ុន្តែក៏មិនថាអត់សប្បាយដែរជិះជុំបងដែលគាត់មកពីភ្នំពេញយើងមិនបានទៅជិះឲ្យរញ៉េរញ៉ៃអីពេញក្រុងទេគាត់ថាធម្មតាម៉ូតូយើងជិះយ៉ាងច្រើនវាមើលទៅដូចជាស្កេតស្កាសបន្តិចប៉ុន្តែមែនតើគឺយើងជិះមានរបៀបរបបត្រឹមត្រូវទេឥឡូវយើងជិះចិត្តដល់កសិនគោហើយដោយសារតែខ្ញុំបាត់គ្នាខ្ញុំច្រើនអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តថាអែបម៉ូតូទៅខាងសិនដើម្បីចាំមើលថាមានគ្នាខ្ញុំមកនៅដើម្បីខ្ញុំជិះចេញទៅជុំគ្នាទៀតហើយពេលឈប់ហ្នឹងក៏មិនមែនឈប់អីដែរគឺឈប់មើលម៉ូតូគេជិះទៅដូចគ្នាព្រោះម៉ូតូស្អាតមកច្រើនអញ្ចឹងសប្បាយអនឹងមើលម៉ូតូដែរដូចអ្នកនរគ្នាឃើញអញ្ចឹងយើងឈប់មកគៀនទេហើយមានបងគាត់ជិះទៅ1 2 3ម៉ូតូតាមហ្នឹងទៅក្រោយពីឃើញអ្នកស្គាល់គ្នាគាត់ជិះទៅបាន2 3ម៉ូតូហើយខ្ញុំក៏ជិះចេញទៅតាមដែរហើយយើងជិះកាត់មុខប្រាសាទអង្គរវត្តហ្នឹងតែយើងអត់បានឈប់មុខប្រាសាទទេព្រោះអីឈប់មុខប្រាសាទអង្គរវត្តវារៀងស្ទះបន្តិចយើងក៏ជិះមកឈប់នៅខាងមុខខ្លងទ្វារទន្លេអ៊ំអញ្ចឹងដូចឃើញមានម៉ូតូច្រើនមែនទែនហើយនេះសិតជាម៉ូតូអ្នកសៀមរាបច្រើនហើយនឹងម៉ូតូអ្នកអំពេញខ្លះហើយយើងជួបជុំគ្នានៅនឹងសិនដោយសារខាងបងក្រុម PCR គាត់មកថតរូបជុំគ្នានៅខាងមុខខ្លងទ្វារប្រាសាទហ្នឹងហើយនេះគឺ R1 ឃើញកាបោនរំលេចពណ៌ស្វាយស្អាតមែនទែនហើយខ្ញុំដើរទៅក៏ជួបនឹងរបស់កម្រហេតុអីបានហៅថារបស់កម្រ KTM 1290 Super Duke R នេះគឺមិនងាយបានជួបទេដូចឃើញយ៉ាង Yamaha R1 BMW អីយើងឃើញច្រើនប៉ុន្តែជាក់ស្ដែងក្រុមហ៊ុន KTM នៅស្រុកយើងអត់សូវមានអ្នកជិះទេហើយដោយសារខ្ញុំអ្នកជិះ KTM ដែរអញ្ចឹងបានឃើញម៉ូតូហ្នឹងពិតជារៀងជ្រើមជ្រួលបន្តិចដែរណាក៏សុំគាត់ឡើងថតបានមកប៉ុស្តិ៍ដែរហើយឥឡូវនេះគាត់ត្រូវជិះបន្តទៅទៀតអញ្ចឹងស្ដាប់សំឡេង KTM Super Duke R តិចទៅហើយងាកក្រោយទៅក៏ឃើញបងមួយដែលខ្ញុំស្គាល់គាត់ជិះ R1 ខួប60ឆ្នាំពណ៌លឿងហ្នឹងខ្ញុំអត់ដែរជួបម៉ូតូគាត់ផ្ទាល់ទេគាត់ថាម្ចាស់ស្គាល់ធ្លាប់ជួបគ្នានៅហាងកាហ្វេនៅអីចឹងណាអញ្ចឹងក៏សម្រាប់ចិត្តថាគេជិះម៉ូតូបកទៅក្រោយបន្តិចទៅមើលម៉ូតូគាត់តិចសិនព្រោះអីអត់ដែរឃើញផ្ទាល់គាត់ជិះម៉ូតូផ្សេងមួយទៀតអញ្ចឹងក៏ជិះមកជួបគ្នានិយាយគ្នាលេងតិចសិនហើយគ្រាន់តែឈប់និយាយគ្នាតិចគាត់ចាប់កូនខ្ញុំឡើងម៉ូតូថតរូបតែម្ដងគាត់ថាថតឲ្យច្រើនណាក្មេងថតហើយគាត់ថាបរៀនកូនឲ្យស្រឡាញ់ម៉ូតូចាំមើលគ្នាធំឡើងអត់មានចេះសល់លុយអីទេលេងតែម៉ូតូហ្នឹងឯងហើយគាត់ក៏បានប្រឆេះម៉ូតូឲ្យស្ដាប់តិចដែរអញ្ចឹងណាសលេងម៉ូតូ R1 ហ្នឹងឯង R1 ម៉ាស៊ីន4ដូចគ្នាប៉ុន្តែជាប្រភេទ cross plane inline 4អញ្ចឹងសំឡេងវារៀងប្លែកពី BMW ឬក៏ inline 4ដូចជា Honda ជាដើមរៀងប្លែកគ្នាបន្តិច
ហើយវីដេអូក៏អស់ដែរសម្រាប់ថ្ងៃនេះជួបគ្នាវីដេអូក្រោយទៀតបាយបាយ